ស្រីអត់ទាំងគេចូលចិត្ត unboxing មាសពេជ្រកែវកងកាបូបស្បែកជើងកៅអៅ brand អីចឹងទៅខុសអីទៅស្រីមួយនេះទេចូលចិត្តតែ unboxing គ្រឿងចង្ក្រានចានឆ្នាំងទេនិយាយថាចូលចិត្តណាស់ក៏ប៉ុន្តែមានបំណងប៉ងចង់បានយូរហើយម៉ាស៊ីនមួយនេះហ៎តែទៅតែដាច់ចិត្តទិញណាមួយក៏ថាទិញមកគឺវាមានប្រយោជន៍ច្រើនជួយសម្រួលការងារបានច្រើនមែនទែនពិសេសនោះសម្រាប់អ្នកដែលមានកូនតូចៗដូចខ្ញុំចឹងណាចាហើយអ្វីដែលសំខាន់ទៀតនោះគឺថាកូនពៅខ្ញុំហ្នឹងគឺមហាសែនគោបងប្អូនដឹងហើយគឺថាឲ្យម្ដាយតែលាងចានលាងឆ្នាំងធ្វើម្ហូបហ្នឹងគឺដឹងតែគាត់យំបោកខ្លួនបោកប្រាណហើយអញ្ចឹងហើយម៉ាក់ថ្ងៃនេះនឹងដាច់ចិត្តកំងម៉ាស៊ីន air fry មួយយកមកប្រើដោយសារអីខ្ញុំគិតថាទី1វាល្អចំពោះសុខភាពទី2គឺវាល្អសម្រាប់អ្នកមានកូនតូចដូចខ្ញុំអញ្ចឹងណារវល់អត់មានពេលវេលាធ្វើម្ហូបធ្វើអីច្រើនអញ្ចឹងគឺយើងអាចដាក់ប្រើនៅក្នុងម៉ាស៊ីននឹងបានងាយស្រួលអត់ចាំបាច់ទៅឈរមើលអត់ចាំបាច់ទៅឈរប្រែអញ្ចឹងណាហើយនិយាយទៅបងប្អូនអើយកំងម៉ាស៊ីននឹងមកយកមកដល់ភ្លាមគឺថាអូយពេញចិត្តស្ដោកតែម្ដងគឺស្រឡាញ់ពេញបេះដូងតែម្ដងបងប្អូនអើយហើយលក្ខណៈរបស់ម៉ាស៊ីននេះអ្វីដែលខ្ញុំស្រឡាញ់ពេញចិត្តជាងគេគឺថាតួម៉ាស៊ីនវាគឺជាប្រភេទដែកអ៊ីណុកខាងក្នុងអីវាហ្នឹងគឺដែកអ៊ីណុកមិនមែនជាប្រភេទជ័រផ្លាស្ទិកឬក៏ជាជ័រស៊ីលីកូអីចឹងណាដែលពេលយើងប្រើដុតយូរទៅអីយូរទៅធ្វើឲ្យប៉ះពាល់សុខភាពអីចឹងណាអញ្ចឹងហើយខ្ញុំកំងយកប្រភេទនេះបងប្អូនខាងក្នុងគេនេះគឺជាដែកអ៊ីណុកដែលការពារអត់ឲ្យច្រេះអត់ឲ្យអីងាយស្រួលក្នុងការសម្អាតមែនទែនយើងមានកូនតូចអញ្ចឹងតតែជ្រើសរើសយកប្រភេទហ្នឹងទី1គិតដល់សុខភាពសុខភាពរបស់កូនហើយណាមួយអ្វីដែលល្អបំផុតនោះគឺសុខភាពរបស់ប្តីតែម្ដងដោយសារតែប្តីខ្ញុំហ្នឹងគឺថាកូលេស្តេរ៉ុលហ្នឹងឡើងដល់កហើយដោយសារតែញ៉ាំអាហារខ្លាញ់ញ៉ាំអីចឹងណាអញ្ចឹងហើយតែញ៉ាំប្រភេទនេះមកគឺយើងកាត់បន្ថយការញ៉ាំខ្លាញ់ញ៉ាំអីចឹងគឺវាល្អមែនទែនចំពោះសុខភាពប្រភេទសាច់ប្រភេទអីអញ្ចឹងយើងអត់ចាំបាច់យកទៅចៀនទៅអីនឹងខ្លាញ់ហើយមួយវិញទៀតវាជួយសម្រស់ជាតិខ្លាញ់ដែលមាននៅក្នុងសាច់ហ្នឹងឲ្យចេញមកក្រៅបានសឹងថា 70% ទៅ 80% អញ្ចឹងគឺវាល្អមែនទែនសម្រាប់អ្នកដែលមានបញ្ហាសុខភាពលើសឈាមឬក៏ឡើងកូលេស្តេរ៉ុលអីចឹងណាហើយម៉ាស៊ីនហ្នឹងគឺមានចំណុចពិសេសវាមិនត្រឹមតែប្រើខ្យល់សម្រាប់ដុតទេគឺវាមានប្រព័ន្ធភ្លើងវានៅខាងលើនឹងមួយទៀតណាវាមិនត្រឹមតែប្រើជាប្រភេទខ្យល់ក្តៅទេប៉ុន្តែវាអាចមានដុតដូច oven អញ្ចឹងគឺលយមែនទែនហ្មងហើយគេមាន set ទេនៅនឹងស្រេចតែម្ដងនៅកម្ដៅក៏ដូចជាពេលវេលាដូចថាយើងកម្ដៅដុតមាន់ប្រមាណហើយធ្វើភីហ្សាប្រមាណធ្វើអីប្រមាណអញ្ចឹងគឺមាន set ទេនៅនឹងស្រេចហ្មងអត់ចាំបាច់យើងដាក់ទៅអូតិចជ្រុលតិចខ្លោចតិចអីចឹងគឺអត់ចាំបាច់ទេព្រោះវាមានមុខងារវាស្រេចតែម្ដងហើយនៅពេលដែលយើងទិញម៉ាស៊ីនថ្មីមកអញ្ចឹងបងប្អូនគឺថាតលតែយើងដុតសម្រាប់អាក្លិនដែលវាមានជាប់ម៉ាស៊ីនណាព្រោះឲ្យតែម៉ាស៊ីនថ្មីយកមកវាមានក្លិនហើយអញ្ចឹងមុននឹងប្រើប្រាស់គឺខ្ញុំដាក់ដុតវាចោលសិនដាក់ដុតវាចោល5 10នាទី20នាទីចោលទៅដើម្បីឲ្យវាអស់ក្លិននឹងនៅពេលដែលយើងដុតហើយអីហើយចាំយើងយកវាមកលាងសម្អាតម្សៅទៀតទៅជូតសម្អាតវាលាងសម្អាតម៉ាស៊ីនអីចឹងទៅកុំឲ្យមានកតិចដីកតិចធូលីហើយនេះខ្ញុំសាកល្បងធ្វើដលងពងឲ្យកូនញ៉ាំប្រទេសធូនឹងឲ្យកូនញ៉ាំប៉ុន្តែដោយសារតែខ្ញុំដាក់រៀងច្រើនពេកអញ្ចឹងរៀងក្រឆ្អិនបន្តិចហើយណាមួយវាអត់សូវជាស្រួយដោយសារខ្ញុំដាក់វាលើឆ្នោពេកក៏ប៉ុន្តែខ្ញុំដាក់ឡើងដល់ថ្នាក់ហ្នឹងវាវិលទៅវាដលងហ្នឹងវាអត់រាយណាប៉ុន្តែទោះបីជាដាក់ច្រើនប៉ុណ្ណឹងមែនប៉ុន្តែលទ្ធផលដែលទទួលបានពីការដុតដែល5សិនហ្នឹងគឺអាចទទួលយកបានទោះបីវាមិនស្រួយល្អប៉ុន្តែវាអាចទទួលយកបានញ៉ាំបានអញ្ចឹងហើយអ្វីដែលពិសេសទៀតនោះការដុតជាមួយនឹងម៉ាស៊ីនហ្នឹងនៅពេលដែលដលងនឹងត្រជាក់វាអត់រឹងកព្រឹសដូចយើងកំពុងខ្លាញ់ទេគឺទោះបីត្រជាក់ក៏នៅតែអាចញ៉ាំបានហើយម៉ាស៊ីនមួយនេះនិយាយមែនគឺខ្ញុំពេញចិត្តស្ដោកតែម្ដងដោយសារតែម៉ាស៊ីនតែមួយយើងអាចប្រើបានគ្រប់យ៉ាងតែម្ដងសូម្បីតែការរំលាយទឹកកកសាច់ដែលយើងដាក់ទូកកហើយគឺយើងអាចយកមករំលាយទឹកកកបានល្អមែនទែនហើយធ្វើឲ្យរសជាតិសាច់នៅដដែលទៀតហើយនេះគឺថាលទ្ធផលដែលខ្ញុំយកវាមកដុតស្លាប់មន់សាកមើលគឺថាល្អមែនទែនវាជំរុះអាខ្លាញ់ដែលមានហ្នឹងស្រក់ទៅក្រោមអស់ច្រើនមែនទែនហើយសាច់មន់ហ្នឹងក៏មានរសជាតិឆ្ងាញ់ដែរនិយាយទៅទិញម៉ាស៊ីនលើកហ្នឹងមកគឺថាអត់ស្ដាយលុយតែម្ដងទិញមកពេញចិត្តស្ដោកស្រឡាញ់ពេញបេះដូងតែម្ដង